ធ្វើជីវិតនេះសម្បូរទៅដោយបញ្ហាប្រភេទដែលខ្ញុំស្រឡាញ់លើឃ្លៀតឆ្ងាយពីកាយាក៏ព្រោះតែជីវភាពជាជីវៈនៃគ្រួសារផែនដីមួយសង្គមក្រុមមនុស្សរូបក្រុមបណ្ដាសាមិនថាការងារអ្វីក៏ធ្វើឲ្យតែបានរំដោះដូចខ្ញុំចោទថាខ្ញុំភ្លើមិនចាំបាច់ស្រណោះទៅមិនចោទធ្វើដំណើរធ្វើខ្ញុំជាអ្នករើសទូជាតិទៅខ្ញុំចេះដើរក្នុងជាតិនេះរស់នៅសណៃកាខ្វះភាពកក់ក្ដៅពីម៉ាំងហើយនឹងប៉ារស់នៅម្នាក់ឯងតាំងពីនៅវ័យកុមារតើខ្ញុំគួរធ្វើយ៉ាងណាទើបអាចជឿងផុនពីភៀមឯការស់នៅបានសុខជាមួយម៉ាំងហើយនឹងប៉ាសភាពខ្ញុំពេលនេះវាពិបាកនឹងសន្និដ្ឋានអារម្មណ៍ខ្ញុំពេលនេះដូចមានបេះសាយមកតាមរំខានខួរក្បាលនឹងបេះដូងវាកំពុងបែកកម្មដ្ឋានសូមពេលសម្រាប់បន្តិចបានទេកុំតន់មករំខានខ្ញុំឈប់ពេញចាក់សម្លឹងមុខខ្លួនឯងជីវិតខ្ញុំពេលនេះវាប្រៀបបីដូចជាផ្សែងរស់នៅតែតម្នាក់ឯងជីវិតខ្ញុំពេលនេះដូចជាខ្លែងងើបពីម៉ោង4ដើម្បីទៅធ្វើការខំប្រឹងតស៊ូដើម្បីតែគ្រួសារទោះបីនឿយហន់ក៏កុំមិនដែរថាព្រោះកូនចង់ឃើញគ្រួសារយើងថ្លៃថ្លាក្នុងជាតិនេះរស់នៅសណៃកាខ្វះភាពកក់ក្ដៅពីម៉ាំងហើយនឹងប៉ារស់នៅម្នាក់ឯងតាំងពីនៅវ័យកុមារតើខ្ញុំគួរធ្វើយ៉ាងណាទើបអាចជឿងផុនពីភៀមឯការស់នៅបានសុខជាមួយម៉ាំងហើយនឹងប៉ាអស់សង្ឃឹមនឹងជីវិតយ៉ាស់ដោយរូបក្នុងភពងងឹតសំដីដែលគេមើលងាយវាចាក់ដោតជាងកំបិតភាសាមិនឲ្យតម្លៃមិនភាពមិនយល់ចិត្តគូក្បាលគិតអីលេងចេញសែនតបប្រមល់នៅក្នុងជីវិតជុតទឹកភ្នែកក្រោកខោរបំរាស់ពីបញ្ហាដល់ទៅមុខខ្ញុំដើរមិនឈប់ទោះបីខ្ញុំដើរយឺតប៉ុណ្ណាប្រឆាំងនឹងព្រំលិខិតមិនដើរទៅតាមវាសនាខ្ញុំនៅតែដើរទៅមុខទោះបីជាខ្ញុំត្រូវមរណាអាយុទៅ20ចង់ខ្លាចជាកាំងវ័យដើរតាមបេងដូងយកគូក្បាលមកកែច្នៃឆាន់ទេបប៉ុនខ្ញុំមិនខ្លាចពាក្យបរាជ័យសំដីឥតនៅខ្ញុំបោះចោលវាគ្មានតម្លៃណា